រឿងបើបានហើយត្រូវតែឆ្លើយថា yes មេក្តៅចេះសងតែបែកក្បាលតែមនុស្ស3នាក់ហាក់បីដូចជាមិនក្តៅសោះពួកគេកំពុងតែឈរនៅមុខផ្ទះរបស់នារីម្នាក់អ្នកទាំង3បានបន្លឺឡើងថាយើងត្រូវយកនាងឲ្យបាននាងត្រូវតែក្លាយមកជារបស់យើងតែម្នាក់គត់ឯងកុំតន់អាលប្រកាសចិត្តពេកកុំគិតថាមានតែឯងមួយអីមានអ្នកផ្សេងទៀតដែលកំពុងតែចង់បាននាងដែរណាអ្នកណាចូលមកតដឹងបានមុនអ្នកនោះនឹងបាននាងហើយជាពិសេសគឺធ្វើឲ្យនាងទន់ចិត្តខ្ញុំប្រកាសចិត្តណាស់ថាក្នុងចំណោមពួកយើងនាងនឹងបដិសេធទាំងអស់បើឯងគិតយ៉ាងហ្នឹងឯងមកកន្លែងនេះធ្វើអីក្រែងចង់បាននាងជាប្រពន្ធដែរមែនបើឯងចង់ដកខ្លួនអាចដកខ្លួនពេលនេះបានសល់តែយើងពីរនាក់នាងមិនចាំបាច់ពិបាកជ្រើសរើសទេជាពិសេសពួកយើងជាអ្នកមានធូរធារក្រាន់បើនៅក្នុងភូមិមួយនេះប៉ណ្ណាំងប្រជែងអីបានតែកុំប៉ណ្ណាំងជាមួយវាសនាឲ្យសោះនៅក្នុងគ្រួសាររបស់ពួកយើងគឺយើងមានជាងឯងគ្មានសំណាងបានតោងនាងទេទុកឲ្យពួកយើងឯងកុំនៅទីនេះទៀតអីវានាំតែខាតពេលចំពោះឯងទេស្របពេលជាមួយគ្នានោះអ្នកដែលជាម្ចាស់ផ្ទះបានចេញពីខាងក្នុងផ្ទះមកខ្ញុំបាននេះចង់ប្រាប់អ្នកទាំង3ថាចាក់ចេញពីទីនេះភ្លាមទៅមិនបាច់មកឈរនាំទៅញៀតចិត្តខាងគេនិនទាខ្ញុំឡើយខ្ញុំមិនតាន់អាចទទួលយកអ្នកណាបានទាំងអស់ ខ្ញុំប្រាប់ឲ្យតែនៅមិនជឿទៀតទៅផ្ទះវិញបានហើយមិនបាច់រងចាំចម្លើយអីទេព្រោះសម័យខ្លួនគេបញ្ជាក់ច្បាស់ប៉ុណ្ណឹងហើយនៅប្រឹងចង់បានគេធ្វើអីទៀតអូនប្រាប់មកឲ្យពួកយើងទៅផ្ទះវិញទៅទាំងនឹកអូនមែនទេកុំបាច់ដេញបងឲ្យទៅរកអ្នកផ្សេងអីបើគ្មានអូនបងក៏មិនចង់បានអ្នកផ្សេងដែរចាសុំចាក់ចេញទៅកុំឲ្យខ្ញុំឈឺភ្នែកខ្លាំងជាងនេះអីពិបាកមើលណាស់អ្នកចាត់ខាងឃើញហើយណាពិតជាសង្វេគណាស់ដែលអ្នកទាំង3នៅឈរទន្ទឹងចាំផ្លូវខ្ញុំនោះទៅវិញសិនហើយក្តៅសឹងបែកក្បាលតែគេថាអត់ត្រូវការយើងដដែលបងទៅក៏បានដែរលាសិនហើយណាអូនចាំជួបគ្នាពេលដែលឃើញនិយាយចប់ហើយអ្នកទាំងពីរអ្នកនោះបានចាក់ចេញទៅភ្លាមខណៈដែលសុអាតមិនតន់ចាក់ចេញទៅនោះទេមិនក៏មិនព្រមទៅទៀតនៅនឹងរកអីទេអូនដេញអ្នកផ្សេងទៅអស់ហើយតែបងមិនព្រមទៅទេបងនឹងនៅទីនេះទៀតបងចង់ដឹងថាអូនពិតជាមិនព្រមយកអ្នកណាឬក៏អូនចង់នៅចាស់អស់មួយជីវិតតែចាស់ទៅពិបាកហើយណាពេលគ្មានកូនចៅនៅមើលថែរក្សាតែបើមានគូអាចនឹងមានកូនចៅនៅថែរក្សាពេលយើងចាស់កោងខ្នងទៅបើខ្ញុំថាមិនយកគឺមិនយកហើយមិនបាច់រៀបរាប់ទេខ្ញុំសច្ចាហើយថាបើមិនមែនជាបារោះក្នុងក្តីសម័យខ្ញុំទេដាច់ខាត់គឺខ្ញុំអត់យកទេសុខចិត្តនៅកុំចាស់អស់មួយជីវិតអូនសុកចិត្តនៅកមុំចាស់តែបងអត់ព្រមនោះទេបងចង់ធ្វើជាតាចាស់ដែលមើលថែអូនអស់មួយជីវិតបងទៅផ្ទះហើយណាមិនចាំបាច់លេងរឹកពេកនោះទេបើសិនជាពេញចិត្តនរណាអូនជ្រើសរើសយកគេទៅថាចប់ហើយសុអាតបានចាក់ចេញទៅរំពេចនោះម្ដាយរបស់នាងក៏បានមកដល់តែម្ដងមានគេមកចែចង់មិនក៏មកយកមួយទៅកូនមិនដឹងជាខ្លាចអីទេគ្រាន់តែយើងមើលចិត្តគ្នាជាមួយគេគ្មានអ្នកណាអាចធ្វើបាបកូនបានឡើយណែកូនមានពុកម៉ែហើយអ្នកណាមកធ្វើអីផ្ដេសផ្ដាស់ចំពោះកូនម៉ែមិនលើកលែងឲ្យទេខ្ញុំមិនបារម្ភពីរឿងនោះទេម៉ែខ្ញុំបារម្ភថាខ្ញុំមិនត្រូវចិត្តជាមួយគេហើយធ្វើឲ្យពួកគេអស់សង្ឃឹមគ្មានក្តីរំពឹងអើយគ្រាន់តែក្តីរំពឹងទេតែខ្លួនឯងបើមិនចង់មើលចិត្តជាមួយនរណាណាគួរតែបញ្ជាក់ប្រាប់គេឲ្យច្បាស់ទៅដើម្បីបង្ការទុកទៅថ្ងៃមុខកុំឲ្យពួកគេយល់ច្រឡំចាំម៉ែខ្ញុំនឹងព្យាយាមគិតមុនធ្វើណាកូនមិនមែនធ្វើរួចបាត់គិតនោះទេយ៉ាងម៉េចទៅហើយកូនប្រុសទៅតែមកពិច័យចង់កូនកមុំគេទៀតហើយមែនទេអត់បានសម្រេចទេមុខនេះនោះមិនបាច់ប្របាក់ចិត្តទេព្រោះថានៅក្នុងភូមិនេះមិនខ្វះទេមនុស្សស្រីដែលជាកូនស្រីនៅក្នុងគ្រួសារធូរធារស្ដុកស្ដំមកកូនឯងចង់បាននរណាម្នាក់ក៏បានដែរខ្ញុំមិនយល់ត្រង់ថាខ្ញុំសង្ហាហើយលយបែរជាមិនត្រូវចិត្តហើយថែមទាំងជាកូនអ្នកមានទៀតតែមនុស្សស្រីអត់ពេញចិត្តជាមួយខ្ញុំសោះពុកយល់ថាកូនសំដៅដល់អ្នកណាហើយតែកូនត្រូវដឹងនារីខ្លាំងគេមិនមែនយកប្តីអ្នកមានតែមួយមុខទេគេជ្រើសរើសយកអ្នកដែលល្អចរិតចាស់ទុំម៉ត់ចត់គ្រប់រឿងរ៉ាវហើយជាពិសេសគឺបរិះដែលចិត្តធ្ងន់ចិត្តល្អជាមួយគ្រួសារខាងគេនឹងមិនមែនចេះតែដើរលេងអួតពីរឿងគ្រួសារអ្នកមានបានសនុកសុខស្រួលទេតែបើប្រឹងមានបានដោយខ្លួនឯងនោះវាជាការល្អបំផុតហើយ
ចុះពុកមានស្រាប់ហើយតើចាំបាច់អីខ្ញុំត្រូវប្រឹងរកទៀតនោះគំនិតមិនកើតដូច្នេះហើយទើបគេមិនយកឯងនោះឪមិននៅជាមួយឯងរហូតទេកូនឯងត្រូវចាំណាថាឪរស់នៅមិនបានដល់ចាស់លើសឪរបស់ឪទេគឺឪនៅបានត្រឹមតែពាក់កណ្ដាលជីវិតរបស់ឯងទៀតតែប៉ុណ្ណោះហើយខ្ញុំទៅដើរលេងហើយពុកល្អូពេកខ្ជិលស្ដាប់ណាស់អាកូនជើងល្អនេះ វាសនាចូលទៅក្នុងបន្ទប់ផ្លុកមានអ្នកនៅចាំគេរួចទៅហើយ អូយ៉ោះមកចាំបងដល់ក្នុងបន្ទប់ហ្មងណោះមានអីពិសេសដែរទេថ្ងៃនេះ មានរបស់ពិសេសមកផ្ញើផងដែរខ្ញុំទៅផ្សារទិញបានខោអាវដែរណារៀបទុកឲ្យបងរួចហើយពេលចង់ពាក់បងរកក្នុងទូឃើញហើយ ចេះរៀបចំទុកដាក់ណាស់ខ្នាញ់ដល់កហើយម៉ាក់នេះអីនោះ បាក់ខ្នាញ់បែបនេះដាច់ចិត្តចោលខ្ញុំទៅរកអ្នកផ្សេងដែរមែនទេ បងមិនដាច់ចិត្តទេតែបងចង់សាកអ្វីដែលថ្មីខ្លះអូនឯងដឹងស្រាប់ហើយថាបងជាមនុស្សបែបណាបន្តនៅជាមួយបងក៏គ្មានប្រយោជន៍អីដែរ មិនក៏គ្មានប្រយោជន៍ទៅខ្ញុំនៅជាមួយបងល្អសឹងអីទៅហើយបានលុយចាយរាល់ខែមិនបាច់ទៅអង្វរលុនតួនាងទេខ្ញុំនៅត្រង់នេះហើយណាយើងបោះជំហានទៅមុខជាមួយគ្នា បងយកអូនឯងលេងសើចទេតែអ្នកបងចង់បានយកមកធ្វើជាប្រពន្ធគឺជាអ្នកផ្សេងមិនមែនជាអូនទេ កុំចង់បោះបង់ខ្ញុំអីប្រយ័ត្នខ្ញុំប្តឹងដល់មេភូមិណា ប្តឹងទៅខ្ញុំអត់ខ្វល់បើខ្ញុំចង់យកអ្នកផ្សេងជាប្រពន្ធមែនខ្ញុំចង់បានមនុស្សស្រីដែលឆ្លាតយកមកធ្វើជាម្ដាយកូនខ្ញុំមិនមែនជានាងទេ ឯងចាំទុកថាឯងនឹងមិនរួចខ្លួនទេខ្ញុំមិនព្រមជាមួយរឿងនេះជាដាច់ខាត តាមចិត្តចង់ធ្វើអីធ្វើឲ្យហើយទៅខ្ញុំមិនឈឺក្បាលជាមួយទេ បន្តិចទៀតដឹងគ្នាហើយចង់បោកខ្ញុំប្រើប្រាស់ហើយយកអ្នកផ្សេងធ្វើជាប្រពន្ធខ្ញុំក៏មិនយកឯងដូចគ្នាតែខ្ញុំនឹងធ្វើឲ្យឯងអាម៉ាស់មុខគ្រប់គ្នានឹងស្គាល់ពីសន្តានពិតរបស់ឯងថាចប់ហើយនាងក៏បានដើរចាក់ចេញទៅភ្លាម ចង់ធ្វើអីស្រេចចិត្តចង់ទៅចុះខ្ញុំមិនអើពើទេ នាពេលជប់យន្តសូអាតអង្គុយក្បែរបង្អួចដោយសរសេរអក្សរដាក់ក្នុងសៀវភៅ បើព្រំលិខិតពិតជាចូលមកកំណត់ពីជោគវាសនារបស់ខ្ញុំមែនសូមបកលគ្រួសារមួយដ៏មានសុភមង្គលមកឲ្យខ្ញុំផងហើយផ្ដល់សេចក្តីសុខដល់ម្ដាយខ្ញុំជាមួយនឹងស្នាមញញឹមបើជាតិខាងមុខមានពិតមែនសូមឲ្យម្ដាយរបស់ខ្ញុំបានជួបបរិសដែលល្អជាមួយគាត់ស្មោះត្រង់មួយទល់នឹងមួយជាមួយគាត់ដែលមិនមែនជាឪពុករបស់ខ្ញុំនោះទេខ្ញុំសុំតែប៉ុណ្្នឹងចុះ នាថ្ងៃបន្ទាប់សូអាតចេញពីក្នុងផ្ទះដែលឃើញអ្នកជាម្ដាយកំពុងតែហាលខោអាវនៅមុខផ្ទះ ចំម៉ែបោកខោអាវលឿនម៉េះតាំងពីព្រឹក ម៉ែក្រោកពីបលឹមកូនឯងក៏ក្រោកលឿនដែរបានជាថ្មនេះចេញពីក្នុងបន្ទប់ហើយនោះ ខ្ញុំក្រោកពីព្រឹកព្រោះត្រូវទៅចំការព្រឹកនេះ ទៅពីព្រឹកវាត្រជាក់ហើយថ្ងៃត្រង់មកបាយផ្ទះមែនកូន បាទម៉ែខ្ញុំទៅសិនហើយម៉ែ ថាចប់ហើយសូអាតលើកកំបិតឆ្កាព្រៃនៅលើស្មាហើយក៏បានដើរចាក់ចេញទៅគេបានឆ្លងកាត់ផ្ទះស្កាយដែលឃើញនាងប្រុងប្រៀបចេញពីផ្ទះដូចគ្នា ស្កាយទៅណាដែរ ខ្ញុំទៅស្រែមួយផ្លែត អូបើអញ្ចឹងទៅជាមួយគ្នាទៅផ្លូវទៅមួយតាពីរអ្នកដូចឆ្នាំងគ្រាន់បានគ្នាជជែកលេងផង ទៅបានជាគ្នាអ្នកទាំងពីរបានបណ្ដាគ្នាចាក់ចេញទៅ អូនឯងទៅស្រែនេះទៅចាប់ក្តាមឬក៏ចាប់ត្រី ជប់មិញខ្ញុំជាសពឃើញរើសបានរបស់នៅឯវាលស្រែរបស់ខ្ញុំបានជាខ្ញុំប្រញាប់ចាក់ចេញទៅស្រែទាំងព្រឹកអញ្ចឹងនោះ បែបរើសបានមាសនៅក្នុងស្រែហើយបានជាប្រញាប់ទៅលឿនយ៉ាងហ្នឹងនោះតែកុំភ្លេចចែកបងផងណាបើសិនជាបានមាសមែន កុំសង្ឃឹមថាខ្ញុំនឹងចែកដល់បងឲ្យសោះបើសិនជាបានវាជារបស់ខ្ញុំហើយនោះ បើមិនចែកឲ្យបងទេបងនឹងយកទៅប្រាប់អ្នកដតីហើយចាំមើលទៅម្ចាស់គេនឹងមកយកវិញ កុំមាត់វែងពេកចាំខ្ញុំចែកខ្លះបើសិនបើរើសបានមាសមែននោះ អត់អីទេបើអូនរើសបានមាសពិតមែនបងសុំទៅពេលដែលបងស្ដីទៅដឹងអូនព្រមទទួលបងទៅបានហើយព្រមព្រៀងគ្នាឬក៏អត់ឥឡូវនេះ បានអញ្ចឹងមែនណាខ្ញុំនឹងឆ្លើយថាព្រម អូខេម៉ាត់ណាម៉ាត់ហ្នឹងណា លុះមកដល់ស្រែស្កាយបានចូលទៅក្នុងស្រែហើយក៏បានបន្លឺឡើងដូចនៅក្នុងការយល់សប្តិរបស់នាងឆាប់ចេញមកតាមមាសនោះនៅឯណាទេមាសនៅឯណាជប់មិញខ្ញុំយល់សប្តិថាត្រូវលោកដៃចូលទៅក្នុងរុនក្តាមទៅបានមាស លោកទៅប្រយ័ត្នទាញមកវិញបានពោះណា កុំចេះដឹងពេកអីគ្មានពោះទេថាហើយនាងក៏បានលូកដៃចូលទៅក្នុងរុនក្តាមហើយក៏បានទាញមកវិញបានអ្វីម្យ៉ាងវិញអើយ
ជួយផងពោះបាត់មែនណានាងបានបោះពស់នោះទៅលើសុអាតមួយរំពេច ហើយបោះពស់នឹងមកលើបងធ្វើអីមិនដឹងថាវាអាចនឹងចឹកបងទេអី អើយហើយដូចជាពោះផលិតមែនទេ ពស់ផលិតមែនតែថ្ងៃក្រោយកុំចេះតែលោកអីផ្ដេសផ្ដាស់អញ្ចឹងទៀតវាអាចនឹងបង្កគ្រោះថ្នាក់បើប៉ះពស់មានពឹសសាហាវនោះ ចារំពេចនោះនាងបានឃើញសំណក់ពណ៌មាសដូចជាសំណក់ក្តាមជាមេប៉ាត់មែនមេមែនតែណាអ្វីដែលខ្ញុំយល់សប្តិវិជ្ជការប៉ាត់ហើយមេប៉ាត់មែនណាលោកអើយ តែកុំភ្លេចសន្យាណាថាអូននឹងរៀបការជាមួយបងពេលរកឃើញមាសនេះ ធ្វើតាមសន្យាក៏បានអត់មានចែកជាមួយទេសុអាត្រឡប់មកផ្ទះវិញបានស្រែករកម្ដាយ ម៉ែខ្ញុំមានការសំខាន់ណាស់ម៉ែអើយម៉ែ វាថៃនឹងកូនហៅម៉ែលឺម្លេះ ទៅដឹងកូនគេខ្ញុំមកម៉ែគេនឹងឆ្លើយថាព្រមជាមួយខ្ញុំហើយទៅដឹងឲ្យខ្ញុំមកម៉ែ កូននេះរហ័នចង់បានប្រពន្ធណាស់ណែចាំម៉ែទៅដឹងឲ្យតែថ្ងៃណាដែរទៅកូន គឺទៅថ្ងៃនេះតែម្ដងទៅម៉ែ ថ្ងៃហ្នឹងក៏បានបញ្ញាប់ម្ដាយនិងកូនប្រុសបានទៅកាន់ផ្ទះអ្នកដែលត្រូវដណ្ដឹងនោះអ្នកអើយខ្ញុំមកនេះក្នុងគោលបំណងតែមួយទេគឺទៅដឹងកូនអ្នកយកមកឲ្យកូនប្រុសរបស់ខ្ញុំ ខ្ញុំមិនថាអីទេអ្នកប៉ុន្តែបើកូនខ្ញុំឆ្លើយចេញទៅបែបណាអ្នកនិងកូនប្រុសត្រូវតែទទួលយកដូចគ្នា កូនធំហើយបខំចិត្តមិនបានទេអ្នកក៏ដឹងដែរចាអ្នកខ្ញុំដឹងខ្ញុំមិនមកបខំលើកូនអ្នកទេខ្ញុំយល់ព្រមខ្ញុំមិនចង់ប្រកែកទេសំពេលរៀបការឆាប់នេះដូចគ្នា លេបថ្នាំច្រឡំទៅដឹងកូនបើរាល់ថ្ងៃមិនចង់មើលមុខអ្នកណាផងនឹងតែថ្ងៃនេះបែរជាឆ្លើយថាយល់ព្រមហើយថែមទាំងសុំពេលរៀបការឆាប់ទៀតពួកខ្ញុំសុំបែបបញ្ញាប់បន្តិចឲ្យពុកម៉ែចាស់ទុំគឺមានតែរើសពលាឲ្យទេបើសិនជាចង់រៀបការឆាប់អញ្ចឹងទៅហើយនោះ ប៉ុន្មានថ្ងៃក្រោយមកដំណឹងនេះបានដឹងឮទៅដល់អ្នកផ្សេងទៀតដែលតាមចែចង់មកកាន់ស្កាយតុលានៅក្រោមដើមឈើរអ៊ូឡើងដោយក្តៅក្រហាយ ទេតើវាប្រើវិធីអីទើបអាចឆក់យកចិត្តស្កាយទៅលឿនយ៉ាងនេះគ្រួសារវាដូចជាមិនសូវមានដូចខ្ញុំផងតើវាបានកូនស្រីគេទៅដោយរបៀបណាវាធ្វើឲ្យខ្ញុំក្តៅចិត្តដល់ហើយ រំពេចនោះវាសនាបានមកដល់ដោយបានបន្លឺឡើង យើងក៏ចង់ដឹងដូចគ្នាដែរថាតើអាចវាប្រើវិធីសណ្ដំចិត្តអីខ្លះទើបឆក់យកនារីម្នាក់នោះបានយើងមិនឲ្យពិធីមង្គលការនោះប្រព្រឹត្តទៅដោយបានសម្រេចនោះទេយើងត្រូវតែបំផ្លាញចោលយើងនឹងរួមគ្នាបំផ្លាញចោលយើងមិនចង់ឲ្យពួកគេបានក្លាយជាប្តីប្រពន្ធនឹងគ្នាទេយើងក៏មិនខុសអីពីឯងដែរសហការគ្នានៅក្នុងរឿងនេះសហការគ្នា ពិធីមង្គលការបានឈានចូលមកដល់កូនកំលោះនិងកូនក្រមុំកំពុងតែឈរទទួលភ្ញៀវជំរាបសួរចាអញ្ចឹងចូលខាងក្នុង បានជំរាបសួរអញ្ជើញចូលទៅខាងក្នុងបាន ស្របពេលជាមួយគ្នានោះតុលានិងវាសនាបានមកដល់រោងការដោយកាន់ដំបងនៅក្នុងដៃ ខ្ញុំមកចូលរួមអបអរក្នុងពិធីមង្គលការនេះកុំភ័យអីថាពួកយើងមករំខាននោះពួកយើងមកចូលរួមនៅក្នុងឋានៈជាភ្ញៀវកិត្តិយសមិនសប្បាយចិត្តទេអី សប្បាយចិត្តណាស់បងទាំងពីរអញ្ចឹងចូលទៅខាងក្នុងទៅ ចូលគង់តែចូលទេតែកូនកំលោះនេះមិនអាចឈរស្រួលបានទេយើងមកផ្ដល់រង្វាន់ឲ្យឯងនៅក្នុងថ្ងៃមង្គលការរបស់ឯងផ្ដល់អីទេខ្ញុំហាមទុកជាមុនណាមិនត្រូវធ្វើអីផ្ដេសផ្ដាស់នៅក្នុងថ្ងៃមង្គលការរបស់ខ្ញុំទេឯងហាមពួកយើងអត់បានទេ ស្របពេលជាមួយគ្នានោះដានឿបានមកដល់រោងការនេះឯងត្រូវតែទទួលខុសត្រូវចំពោះខ្ញុំ ទទួលខុសត្រូវរឿងអីខ្ញុំអត់បានធ្វើអីខុសផង ខ្ញុំបានប្តឹងមេភូមិរួចហើយពីរឿងនេះឯងអត់រួចខ្លួនទេឯងបានបំពេញខ្ញុំហើយធ្វើឲ្យខ្ញុំមានផ្ទៃពោះឯងត្រូវតែទទួលខុសត្រូវនៅក្នុងគុក ទទួលខុសត្រូវស្អីខ្ញុំអត់បានធ្វើអីទេចោតប្រកាន់ឲ្យមានហេតុផលផង ខ្ញុំបើមិនមានផុសតាងក៏ខ្ញុំមិននិយាយដែរបន្តិចទៀតមេភូមិនាំមនុស្សរបស់គាត់មកហើយដើម្បីចាប់យកឯងទៅ ខ្ញុំមិនទទួលទេខ្ញុំមិននៅទីនេះទៀតទេ គេស្រាប់តែរត់ចេញពីរោងការភ្លាម អញចង់មកកំទេចទៀតទេខ្ញុំនឹងបានទេទៅប្តឹងប៉ូលីសភ្លាមខ្ញុំទៅផ្ទះហើយមិនបានទៅចូលរួមទេ តុលាចាក់ចេញទៅម្នាក់ទៀតដូចគ្នា
សុំទោសផងណាដែលធ្វើឲ្យមង្គលការរបស់ឯងរញ៉េរញ៉ៃវាមិនមែនជាកំហុសឯងទេកុំសុំទោសអីណាចូលទៅខាងក្នុងទៅអបអរសាទរណាដែលឯងបានរៀបការឲ្យបានប្តីល្អអរគុណហើយលោកពិធីមង្គលការបានបញ្ចប់ប្តីប្រពន្ធអ្នកទាំងពីរបានចូលទៅក្នុងបន្ទប់មិននឹកស្មានថារៀបការហត់យ៉ាងនេះទេទ្រាំតែរៀបការមួយជីវិតតែម្ដងទេតែពេលនេះបានបញ្ចប់ហើយយើងបានសម្រាកដូចគ្នាគ្មានមនុស្សស្រីណាដែលចង់រៀបការច្រើនដងទេប្រសិនបើគូជីវិតមិនបែកបាក់ជួបតែរឿងស្មុគស្មាញនៅក្នុងជីវិតនោះបើគូសំប្រកបគឺចង់រស់នៅជាមួយគ្នាតតែស្លាប់ទៅជាមួយគ្នាបើសិនជាអាចផ្សងជួបគ្រប់ជាតិតែម្ដងបើបានប្រពន្ធបែបនេះទៀតជួបហើយគ្មានអ្នកណាភ្លើចង់ឃ្លាតនោះទេប្រសពដែរតាពេលរៀបការរួចទើបដឹងថាព្រើលដែរព្រិលដាក់ប្រពន្ធអត់ខ្លាចគេខឹងទេព្រោះយើងរៀបការពេញច្បាប់ហើយប៉ាត់ជាត្រឹមត្រូវណាស់បន្ទាប់ពីរៀបការរស់នៅជាមួយគ្នាបានមួយរយៈអ្នកទាំងពីរចោះសម្រុងនឹងគ្នាល្អណាស់ចំណែកឯវាសនាបានប្រព្រឹត្តខុសនៅវិញត្រូវបានអ្នកដែលធ្លាប់ជាគូស្នេហ៍ប្តឹងគេតែម្ដងគេក៏ទទួលបានទោសទៅតាមផ្លូវច្បាប់នៅកំហុសរបស់ខ្លួនខ្ញុំធានាថាចិញ្ចឹមកូនស្រីលោកពូមិនឲ្យលំបាកទេខ្ញុំជាអ្នករកលុយហើយនាងជាអ្នកទុកដាក់លោកពូក៏បានដឹងដែរថាខ្ញុំប្រកែរកស៊ីប៉ុណ្ណានោះលុយរបស់ឯងមិនអាចយកមកទិញខ្ញុំឲ្យបដូរចិត្តចេញពីមនុស្សស្រីដែលខ្ញុំស្រឡាញ់នោះទេហើយលុយឯងក៏មិនអាចទិញអាយុជីវិតមនុស្សដែលស្លាប់កប់នៅក្នុងដីហើយឲ្យមករស់មានជីវិតវិញបានដែរលុយមិនអាចទិញទឹកចិត្តបរិសុទ្ធរបស់អ្នកណាម្នាក់បានឡើយរឿងចំណូលទឹកប្រាក់នាថ្ងៃបាក់រសៀលអ្នកភូមិនាំគ្នាមកពីស្រែអឹងកងដើម្បីត្រឡប់ទៅផ្ទះវិញដើម្បីធ្វើម្ហូបសម្រាប់បរិភោគខណៈនោះផងដែរក៏មាននារីម្នាក់ដើរកាន់ត្រីតាមវាលស្រែទៅផ្ទះវិញហើយមែនទេអូនថ្ងៃហ្នឹងបំរុងគិតតែធ្វើម្ហូបអីដែរកាន់ត្រីតែមួយអញ្ចឹងនោះបើខ្វះខាតម្ហូបហូបឆ្អែតអីអាចទៅរកនៅផ្ទះបងបានណាមិនអីទេបងខ្ញុំតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយចុះបងឯងវិញគិតប្រុងតណាដែរមានទាំងកូនឆ្កែមកជាមួយទៀតហ្នឹងបងគ្មានគិតចង់តាណានោះទេបងចេះតែបដាកូនឆ្កែបងដើរលេងទៅកុំឲ្យវាអបសង្កនៅផ្ទះខ្លាចវាធុញថំបានចឹងខ្ញុំទៅផ្ទះសិនហើយណាបងបញ្ញាប់ទៅក្រៃលោម៉ែចាំផ្លូវខ្ញុំយូរអូនបើសិនជាបងចង់ចូលចែចៅអូនតើអូនគិតយ៉ាងម៉េចដែរខ្ញុំសម្រេចលើឪពុកម្ដាយខ្ញុំទេណាបងមិនហ៊ានសម្រេចចិត្តរឿងធំយ៉ាងនេះតែម្នាក់ឯងនោះទេបើអញ្ចឹងចាំបងប្រាប់ម៉ែឲ្យចូលសួរអូនឯងហើយណារងចាំបងចាបានចឹងខ្ញុំទៅសិនហើយណាបងនិយាយចប់នាងភ្នីភ្នីក៏បានដើរចាកចេញទៅឯងចិត្តមានម្ដាយហើយកូនបន្តិចទៀតឲ្យចូលស្ដីទៅដឹងគេហើយផ្ទះនាងភ្នីភ្នីម៉ែវាមីអូនកូនយើងនៅមិនទាន់មកពីស្រែវិញទៀតអាសៀលហើយនឹងឯងទៅតាមមើលកូនបន្តិចមើលក្រែងលោកកូនវវល់មុខដួលក្នុងស្រែអីចប់ហើយកូនយើងខ្សោយស្រាប់ផងកូនយើងវាមកដល់ផ្ទះលើហើយឪវាឯងកុំបារម្ភពេកទៅមើលតែបន្តិចទៀតណានឹងមកដល់ហើយធ្វើដូចកូនយើងនេះណាជាកូនក្មេងអាយុទៅតែ3ឆ្នាំអញ្ចឹងតែខ្ញុំបារម្ភពីកូនកំមុំយើងណាវាពេញរូបពេញរាងស្រស់ហើយស្លូតបូតទៀតអ្នកណាគិតចង់មកធ្វើបាបអីដឹងតែគ្មានហ៊ានធ្វើអីគេវិញនោះទេខ្ញុំបារម្ភត្រង់នឹងតែម្ដងណាម៉ែវាខណៈនោះផងដែរនាងភ្នីភ្នីក៏បានមកដល់តែម្ដងនោះកូនយើងវាមកដល់ហើយឪវាឯងនេះចេះតែខ្វល់ខ្វាយខុសរបៀបតែម្ដងហើយមិនក៏ថ្ងៃហ្នឹងកូនឯងយឺតជាងរាល់ថ្ងៃអញ្ចឹងកូនមុននេះបើយឺតតែបន្តិចទៀតឪប៊ីសចេញទៅតាមរោគបាត់ទៅហើយខ្ញុំចូលផ្ទះវិញដោយតែរាល់ថ្ងៃតាពុកមិនបាច់បារម្ភអីទេទីនេះជាស្រុកភូមិយើងមិនមាននរណាមានបំណងអាក្រក់អីមកលើពួកយើងទេទុកចិត្តយ៉ាងម៉េចបានកូនសម័យនេះទៅហើយយើងមើលក្នុងចិត្តគេមិនធ្លុះទេហើយជាពិសេសក៏មុំស្ដោកស្រស់ស្អាតដូចជាកូនទៀតពុកត្រូវតែខ្វាយខ្វល់អញ្ចឹងហើយកូនហើយឥឡូវកូនយើងវាមកវិញហើយឈប់ខ្វល់ខ្វាយឬនៅពុកវាខ្ញុំឈប់ខ្វាយខ្វល់ហើយម៉ែវាកូនឯងទៅងូតទឹកទៅកូនបានអញ្ចឹងខ្ញុំទៅសិនហើយណាពុកនាងភ្នីភ្នីក៏បានដើរចាកចេញទៅតែម្ដងនាងភ្នីភ្នីងូតទឹកបោកសម្លៀកបំពាក់នៅក្បែរពីងទឹកខណៈនោះក៏មានអ្នកដើរមកឃើញភ្នីហើយទៅងូតទឹកទេអីអូនសំណាងបងហើយអញ្ចឹងដែលបានមកប្រទះនឹងអូនឯងកំពុងទៅងូតទឹកដូច្នេះបងឯងមកមើលខ្ញុំងូតទឹកធ្វើអីឆាប់ចេញពីផ្ទះខ្ញុំទៅនេះខ្ញុំជាមនុស្សស្រីណាគោរពសិទ្ធិខ្ញុំខ្លះផងបានទេអូនឯងជាអ្នកមកងូតទឹកនៅត្រង់នឹងខ្លួនឯងសោះមកបន្ទោសបងរកស្អី
បងដើរកាត់វាឃើញដោយចៃដន្យតាមិនមែនជាកំហុសរបស់បងទេហើយបងក៏មិនចង់ដើរហួសទៅណាដែរ មនុស្សអីក៏អន់ចរិតយ៉ាងនេះបានចឹកខ្ញុំឈប់ងត់ទឹកហើយបងឯងនៅនឹងទៀតក៏នៅចោះនិយាយចប់នាងភ្នីភ្នីក៏បានដើរចាក់ចេញទៅតែម្ដងអាងតែខ្លួនឯងជាស្រីស្អាតមែនទេបានជាលេងរឹកពៀសម្បើម្លេះ នាពេលជប់ឡើងក៏មានអ្នកមកសួរស្ដីដណ្ដឹងនាងភ្នីភ្នីតែម្ដង លបងអ្នកបងខ្ញុំមកនេះមកស្ដីទៅដឹងកូនកំមុំលបងឲ្យមកកូនកំឡោះខ្ញុំហើយលបងគិតយ៉ាងណាដែរបើខ្ញុំសុំចែកចៅឲ្យកូនកំឡោះរបស់ខ្ញុំនោះយើងជាអ្នកភូមិស្រុកជាមួយគ្នាស្រាប់លបងក៏ដឹងដែរថាកូនប្រុសខ្ញុំវាមានចរិតបែបណានោះចុះខ្ញុំមានទៅថាស្អីប៉ុន្តែរឿងនេះខ្ញុំចង់សួរចិត្តកូនស្រីខ្ញុំសិនថាតើនាងយល់ព្រមឬក៏អត់បាទអញ្ចឹងសួរសិនតើលបងខ្ញុំមិនបខំនោះទេខ្ញុំធានាថាចិញ្ចឹមកូនស្រីលោកពូមិនឲ្យលំបាកទេខ្ញុំជាអ្នករកលុយហើយនាងជាអ្នកទុកដាក់លោកពូក៏បានដឹងដែរថាខ្ញុំប្រកែរកស៊ីប៉ុណ្ណានោះពូដឹងប៉ុន្តែពូសុំសួរចិត្តកូនស្រីពូសិនណាបើកូនពូយល់ព្រមយ៉ាងណាចាំពូប្រាប់ទៅវិញបែបនោះបើអញ្ចឹងខ្ញុំនិងកូនប្រុសគិតថាសុំលាលបងនិងអ្នកទៅវិញសិនហើយបាទអញ្ជើញចុះលបង ពូងុននិងកូនប្រុសក៏បានចាក់ចេញទៅតែម្ដង កូនឯងគិតយ៉ាងម៉េចដែរអំពីរឿងនេះពុកនិងម៉ែអត់បង្ខំកូនឯងទេណា កូនឯងសម្រេចចិត្តបែបណាក៏បានដែរព្រោះវាជារឿងអនាគតរបស់កូនឯងដៃគូជីវិតបើរើសខុសទឹកភ្នែកតែបើរើសត្រូវកូននឹងពោពេញដោយស្នាមញញឹមសេចក្តីសុខខ្ញុំមិនមានចិត្តលើគាត់ទេណាពុកម៉ែខ្ញុំមានមនុស្សនៅក្នុងចិត្តរបស់ខ្ញុំរួចហើយប្រាប់ត្រង់អញ្ចឹងមកពុកនិងម៉ែក៏មិនបន្ទោសស្អីដែរប៉ុន្តែស្រឡាញ់ពេញចិត្តលើអ្នកណាគឺត្រូវតែមើលគេឲ្យបានល្អិតល្អន់ផងណាកូនបើគេអាចពឹងពាក់ទុកចិត្តបានចាំសម្រេចចិត្តជ្រើសរើសយកគេ ចាប់ពុកខ្ញុំយល់ហើយ បើអញ្ចឹងក៏ទៅដេកបានហើយកូន នាថ្ងៃបន្ទាប់នាងភ្នីភ្នីកំពុងតែកាត់ស្លឹកចេកស្របពេលជាមួយគ្នានោះផងដែរនាងងាមក៏បានមករក អូនឯងកំពុងតែធ្វើអីនឹងអូនហើយរឿងដែលបងមកសួរកាលពីយប់មិញអូនឯងគិតយ៉ាងម៉េចដែរ បងចាំទទួលស្ដាប់ចម្លើយពីពុកខ្ញុំទៅប្រសើរជាងខ្ញុំមិនអាចប្រាប់បងបានទេ រឿងហេតុអីក៏មិនអាចប្រាប់បងបានគ្រាន់តែឆ្លើយតែយល់ព្រមសោះអូននឹងក្លាយជាប្រពន្ធអ្នកមានវ័យក្មេងបាត់ទៅហើយកុំគិតអីឆោតឲ្យវាតានតឹងពេកអូនអើយសម័យនេះគេចាយលុយហើយអារឿងទឹកចិត្តស្មោះសរអីនោះវាស៊ីអត់កើតទេក្រដឹងតែអត់អង្គច្រកឆ្នាំងវេទនាដាច់ពោះស្លាប់មិនខានទេណាអូនត្រូវចេះគិតពីចំណុចនេះផងកុំតាមតែចិត្តខ្លួនឯងហើយមិនគិតពីជីវភាពនៅក្នុងគ្រួសារនោះយកឪពុកម្ដាយជាធំណាអូន ខ្ញុំគិតថាបងឯងគួរតែជួបឪពុកខ្ញុំសួរគាត់វិញទៅរឿងដៃគូជីវិតបើរើខុសគឺទឹកភ្នែកហើយក្នុងមួយជីវិតមនុស្សស្រីគឺគ្មានស្រីណាចង់បានប្តីពីរបីនោះទេតើត្រូវគិតពិចារណាឲ្យបានដិតដល់ដូចគ្នាមើលពីបំណាំបុគ្គលម្នាក់នោះដែរមិនមែនចេះតែយកឲ្យបាននឹងបាននោះទេហើយក៏មិនមែនជ្រើសរើសយកព្រោះតែគេមានលុយសន្ធឹកសន្ធាប់អាចផ្គត់ផ្គង់ជីវភាពយើងបានតែមិនអាចផ្គត់ផ្គង់សេចក្តីសុខផ្លូវចិត្តឲ្យយើងសុខសាន្តបាននោះក៏វាមិនប្រសើរដែរណាបង អូនឯងនិយាយមកនេះបានន័យតែបដិសេធនឹងបងហើយតើមែនទេឆ្លើយឲ្យត្រង់ជាមួយបងមកកុំលេងរឹកពៀដល់ថ្នាក់នេះពេកអីនាងគិតថាមនុស្សស្រីមានតែនាងមួយមែនទេនៅលើលោកនេះ ខ្ញុំមិនបាននិយាយថាមានតែខ្ញុំទេប៉ុន្តែរឿងដៃគូជីវិតខ្ញុំចង់រស់នៅប្រកបដោយសុភមង្គលគេចេះផ្គត់ផ្គង់ចិត្តខ្ញុំឲ្យប្រសើរក្រទ្រព្យគឺអាចរកបានតែបើក្រសុភមង្គលមិនចេះផ្គត់ផ្គង់ឲ្យគ្នាគឺវាពិបាករកណាស់ នាងកំពុងតែដៀមដាមខ្ញុំដែលមិនចេះរកសុភមង្គលឲ្យអ្នកណាមែនទេច្បាស់ជាចង់ត្រូវខ្លាំងហើយមើលទៅនោះណែអញចង់ធ្វើស្អីហ្នឹងឆាប់ដកដៃអញចេញឲ្យរហ័សកុំគិតយកមកធ្វើបាបលើមនុស្សស្រីបែបនេះអញគ្មានភាពជាមនុស្សប្រុសទេអីដែលចង់ប្រើកម្លាំងបាយគំរាមលើមនុស្សស្រីអញ្ចឹងនោះរឿងរបស់យើងតើឯងមកចេះដឹងរស្អីចេញឲ្យឆ្ងាយពីពួកយើងទៅកុំចូលមកចិត្តក្លិនមិនក្អូបក្លិនក្រដូចជាឯងយើងមិនចង់ឲ្យចូលមកចិត្តទេក្រនឹងវាទៅធ្វើស្អីទើសក្បាលឯងអីដែលឯងចាំបាច់ហាមាត់ដៀលគេដែលក្រលំបាកជាងខ្លួនឯងបែបហ្នឹងនោះរស់នៅជាអ្នកមានទ្រព្យសម្បត្តិតែចិត្តគំនិតស្អុយឲ្យលួយតែម្ដងមានតែទ្រព្យសម្បត្តិតែទឹកចិត្តឯងគ្មានទេថែមទាំងអាងអំណាចទៀតផងរស់មិនយូរទេបើនៅតែបែបនេះនោះអាចំណោឯងចង់ត្រូវរបស់យើងហើយមែនទេបានជាហ៊ានតម្លឹងរឹកខ្លាំងម្លឹងយើងមិនធ្វើអ្វីខុសយើងមិនខ្លាចនោះទេអាចំណោអារស័ត បានហើយបងឯងទៅផ្ទះបងឯងវិញចុះហើយរឿងដែលស្ដីដណ្ដឹងខ្ញុំនោះគឺខ្ញុំមិនព្រមឡើយខ្ញុំមិនស្រឡាញ់បងឯងទេយកវាទៅអញ្ចឹងចាំមើលបានស្អីស៊ី នីងាមក៏បានចាក់ចេញទៅតែម្ដង
គេមកចូលស្ដីតដឹងអូនមែនទេ គេចូលសួរយប់មិញតែខ្ញុំមិនព្រមទេខ្ញុំចាំម្នាក់នោះហើយ នរណាគេទៅអូនប្រាប់បងបានអត់ អ្នកដែលប្រាប់ខ្ញុំពេលម្សិលមិញថាឲ្យម៉ែចូលសួរខ្ញុំនោះអី បងដឹងតែឲ្យម៉ែបងចូលសួរល្ងាចនេះហើយអូនកុំបារម្ភអីរងចាំបងសិនទៅណា បើអញ្ចឹងក៏ប្រញាប់ផងទៅកុំឲ្យគេមកកាត់មុខមុនទៀត បានបងយល់ហើយ នាពេលរសៀលនីជំនួជិះម៉ូតូមកឈប់នៅក្បែរទឹកបឹងតែខណៈនោះក៏បានជួបនឹងនាងងាម អញគិតថាយកចិត្តនាងបានហើយអាចឈ្នះទឹកលុយយើងបានមែនទេទឹកចិត្តមិនអាចយកទឹកលុយមកទិញបានទេកុំពូកែយកលុយមកសោកសៀតដាក់អ្នកណាទៀតគ្មានអ្វីដែលលុយមិនអាចទិញបាននោះទេឯងត្រូវចាំផងទៅថាលុយអាចយកទៅទិញអ្វីបានទាំងអស់មិនថាក្បាលឯងនោះទេលុយរបស់ឯងមិនអាចយកមកទិញខ្ញុំឲ្យបដូរចិត្តចេញពីមនុស្សស្រីដែលខ្ញុំស្រឡាញ់នោះទេហើយលុយឯងក៏មិនអាចទិញអាយុជីវិតមនុស្សដែលស្លាប់កប់នៅក្នុងដីហើយឲ្យមករស់មានជីវិតវិញបានដែរលុយមិនអាចទិញទឹកចិត្តបរិសុទ្ធរបស់អ្នកណាម្នាក់បានឡើយតែយើងមិនជឿនោះទេថាលុយទិញទឹកចិត្តគេមិនបានទិញបានចំពោះអ្នកដែលមានទឹកចិត្តមិនស្មោះត្រង់លោភលន់យកលុយជាតណ្ហាដាក់មុខប៉ុន្តែគ្មានទឹកចិត្តស្មោះត្រង់ពិតប្រាកដឲ្យឯងឡើយកុំរៀបរាប់ច្រើនពេកយើងនឹងយកនាងឲ្យបានឯងចាំតែមើលទៅយើងអង្គុយចាំតែមើលនោះទេ នីងាមក៏បានចាកចេញទៅនាពេលជប់ឡើងនីជំនួក៏បាននាំម្ដាយមកស្ដីដណ្ដឹងនាងភ្នីភ្នីកូនខ្ញុំវាចង់បានកូនស្រីលោកបងហើយឲ្យខ្ញុំនេះមកសាកសួរលោកបងហើយលោកបងគិតបែបណាដែរទៅគ្រួសារខ្ញុំក៏មិនសូវជាធូរធារអីបន្តិចទេប៉ុន្តែកូនប្រុសខ្ញុំវាអាចចិញ្ចឹមផ្គត់ផ្គង់ឲ្យកូនលោកបងបានហូបអាហារ3ពេលសម្លៀកបំពាក់លុយកាក់បាន ខ្ញុំមានតែសួរចិត្តកូនស្រីខ្ញុំប៉ុណ្ណោះបើនាងយល់ព្រមខ្ញុំក៏មិនចំទាស់ដែរកូនឯងយល់ព្រមដែរទេកូន ខ្ញុំព្រមឲ្យពុក បើអញ្ចឹងគឺល្អហើយយើងចាស់នេះចាំតែដេញពេលលាឲ្យរៀបការតែម្ដងទៅអ្នក ខ្ញុំក៏មានតែដែលគ្រួសារលោកបងណាមិនប្រកាន់គ្រួសារខ្ញុំ មិនដឹងជាប្រកាន់ស្អីទេអ្នកអើយបើសុទ្ធតែជាអ្នកភូមិជាមួយគ្នាសំខាន់គឺក្តីសុខកូនស្រីតែមួយរបស់ខ្ញុំគឺគ្រប់គ្រាន់ហើយ នាថ្ងៃបន្ទាប់នាយជំនួកំពុងតែបដាកូនឆ្កែដើរលេងខណៈនោះក៏បានជួបនឹងនាយច័ន្ទ អាចចំណោហើយនាំកូនឆ្កែដើរទៅណាហ្នឹងវ៉ៃទៅរកគូទៅដឹងគ្នាហ្នឹងណាហើយឯងទៅមកពីណាដែរហ្នឹងគ្នាទៅមកពីស្រែដែរគ្នាបានឃើញនាងភ្នីនៅជាមួយនឹងអាងាមដូចជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់កុហកទេដឹងភ្នីឯណាទៅស្និទ្ធស្នាលជាមួយនឹងវាកើតនោះបើឯងជឿឯងប្រញាប់ទៅមើលទៅកុំឲ្យថាយើងនេះនិយាយកុហកឯងបាន នាយជំនួក៏ប្រញាប់មករកនាងភ្នីនៅឯស្រែខណៈនោះក៏បានឃើញដូចអ្វីដែលនាយច័ន្ទនិយាយពិតមែន ភ្នីអូនឯងកំពុងធ្វើអីជាមួយគេហ្នឹងឃើញហើយនៅសួរធ្វើអីទៀតនាងនឹងយើងកំពុងតែបលែងគ្នាហ្នឹងហើយឯងនេះចាំមកសួរមកអញ្ចឹងកើតដែរអូនឯងហ៊ានធ្វើដូច្នេះដាក់បងផងមែនទេ គេកុហកបងទេខ្ញុំមិនបានបលែងអីជាមួយគេឡើយគឺគេព្យាយាមចូលមករករឿងខ្ញុំមានបំណងមិនល្អមកលើខ្ញុំបងកុំគិតមកលើខ្ញុំអាក្រក់អីបានទេ ចង់កុហកវាដល់ណាទៀតក្រែងអូនឯងនិយាយថាយកវាជាឈ្នន់បោកវាអន្តើហើយអ្នកដែលអូនឯងចង់រៀបការជាមួយពិតប្រាកដនោះគឺជាបងមិនមែនជាវាទេអូនឯងថាអូនមិនស្រឡាញ់អ្នកក្រដូចជាវាទេរស់នៅមិនស្រួលទេមុននេះអូនឯងជាអ្នកនិយាយបែបហ្នឹងតា បងចំណោអត់មែនជាការប៉ັດទេគេកុហកបងទេបងកុំជឿគេអីណាខ្ញុំមិនដែលគិតអញ្ចឹងឡើយគេគ្រាន់តែចង់ឲ្យយើងបែកបាក់គ្នាណាបងកុំជឿគេអីបានទេ ឯងជឿសម្ដីនាងឬក៏ជឿយើងមនុស្សស្រីឯណាដែលថាមិនចង់រស់នៅលើគំនរមាសប្រាក់សោយសុខពេញអស់មួយជីវិតនោះ បងត្រូវតែជឿជាក់លើខ្ញុំណាគេនិយាយចង់ឲ្យយើងប្រត់ប្រាស់គ្នាទេ ទៅផ្ទះវិញជាមួយបងហើយកុំមកនៅក្បែរវាទៀតតើអូន ចាបង ឯងក៏អញ្ចឹងដែរកុំមកស្និទ្ធស្នាលជាមួយនឹងគូតដឹងយើងទៀត និយាយចប់អ្នកទាំងពីរក៏បានចាកចេញទៅ គិតថាយើងនឹងឈប់ត្រឹមនេះមែនទេ មុខផ្ទះនាងភ្នីបងរឿងអំបញ្ញមិញនេះជារឿងដែលមិនប៉ັດទេណាបងឯងត្រូវតែជឿជាក់លើខ្ញុំកុំជឿលើគេអីណាគេគ្មានបំណងល្អជាមួយយើងទេ ចូលផ្ទះបានហើយបងអត់ចង់និយាយអីវិញឆ្ងាយទៀតទេ តែវាមិនប៉ັດឡើយណាបង បងទៅផ្ទះវិញហើយជួនមកដល់មុខផ្ទះហើយគួរតែចូលផ្ទះបានហើយឬក៏ចង់ឲ្យបងជួនចូលដល់ក្រេដេកមែនទេទើបសុកចិនចំមែនទែនហើយលោកអើយក្តៅកាហាយប្រច័ណ្ឌណាស់
និយាយចប់នាយជំនួក៏បានដើរចេញទៅគាត់មិនក៏ធ្វើអញ្ចឹងនាថ្ងៃបន្ទាប់នាងភ្នីភ្នីដើរផ្សារក៏បានជួបនឹងមិត្តភក្តិចាស់នាងភ្នីភ្នីណែនៅចាំយើងឬអត់នឹងឯងនេះណាដើរសឹងតែបុកយើងហើយមុននេះវើយសុំតោះគឺខ្ញុំផ្លឹកណាតែមិនបានមើលឃើញឯងហើយឯងសុខសប្បាយឬអត់នឹងយើងសុខសប្បាយតាមើលតែឯងផ្លឹកអញ្ចឹងតើមានរឿងអីមែនទេគឺគូដណ្ដឹងរបស់ខ្ញុំគេខឹងខ្ញុំហើយថែមទាំងមិនជឿជាក់លើខ្ញុំទៀតគាត់មិនបានឲ្យតម្លៃលើទឹកចិត្តស្មោះត្រង់របស់ខ្ញុំទេបើបែបនេះណាគឺមិនអាចរស់នៅជាមួយគ្នាបានទេបើគេមិនជឿជាក់មកលើយើងផងហ្នឹងថ្ងៃក្រោយទៅណាគេនឹងជ្រើសរើសជឿអ្នកផ្សេងដែលមិនមែនជារូបយើងទេចូលជ្រើសរើសយកអ្នកណាដែលគេឲ្យតម្លៃនឹងទឹកចិត្តស្មោះត្រង់របស់យើងកុំជ្រើសរើសអ្នកណាដែលតិចសមមិនជឿជាក់លើរូបយើងអីខ្ញុំអរគុណឯងហើយអញ្ចឹងបានអញ្ចឹងខ្ញុំទៅផ្ទះសិនហើយណាឯងទៅលេងផ្ទះយើងបន្តិចទៅអីបែកគ្នាយូរហើយហ្នឹងទៅតែមួយផ្លេតក៏បានដែរឲ្យស្គាល់ផ្ទះណាបានអញ្ចឹងក៏បានដែរនិយាយរួចអ្នកទាំងពីរក៏បានចាក់ចេញទៅជាមួយគ្នាមកចូលទៅខាងក្នុងទៅដល់ផ្ទះខ្ញុំហើយឯងនៅតែម្នាក់ឯងទេអីបានជាស្ងាត់យ៉ាងនេះចូលក្នុងសិនមកទៅដឹងអ្នកទាំងពីរក៏បានចូលមកដល់ខាងក្នុងតែក៏ស្រាប់តែឃើញនាងងាមនៅក្នុងនេះដូចគ្នាហេតុអីក៏គាត់មកដល់ទីនេះដែរអញ្ចឹងមិនឲ្យនៅបានយ៉ាងម៉េចបើបងជាអ្នកឲ្យមិត្តភក្តិអូននាំអូនមកសោះហ្នឹងអរគុណហើយណាផាហើយនេះជាលុយសម្រាប់អូនចាអរគុណហើយបងឯងនៅជាមួយគាត់ទៅនិយាយគ្នាឲ្យដឹងរឿងទៅណាពួកម៉ានិយាយចប់នាងផាក៏បានដើរចេញទៅតែម្ដងចង់ធ្វើស្អីខ្ញុំនាងផាហេតុអីក៏ឯងធ្វើបែបនេះចំពោះខ្ញុំក្រែងឯងជាមិត្តភក្តិខ្ញុំមែនទេមិនឲ្យគេយកលុយទិញក្បាលបានបែបនេះមែនតាហេតុអីក៏ឲ្យគេយកលុយទិញបានទៅណោះបងបាននិយាយហើយថាលុយអាចទិញអ្វីបានទាំងអស់សូម្បីតែមិត្តភក្តិរបស់អូនក៏យកអូនមកឲ្យបងដែរដោយគ្រាន់តែបងហុចលុយឲ្យតែប៉ុណ្ណោះអាគូតដឹងអូនឯងវាមកមិនទាន់ទេលេខខ្ញុំភ្លាមទៅខ្ញុំចង់ចេញពីទីនេះជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងជួយខ្ញុំផងទៅអើយដល់លេខខ្ញុំទៅកុំធ្វើអញ្ចឹងអីណាខ្ញុំមិនស្រឡាញ់បងឯងទេដល់លេខខ្ញុំទៅមិនស្រឡាញ់អត់ទៅឲ្យតែបងបានខ្លួនក៏វាមិនខាតអីដែរស្របពេលជាមួយគ្នានោះផងដែរនាងភ្នីភ្នីក៏បានរត់ចេញមកបានភ្នីអូនឯងមកធ្វើអីហ្នឹងបងចំណោជួយខ្ញុំផងគេចង់ធ្វើបាបខ្ញុំឆាប់មកវិញភ្លាមអត់ទេខ្ញុំមិនទៅទេបងគេចង់ចាប់ខ្ញុំគេចង់ធ្វើបាបខ្ញុំហើយនាងឯងនាងងាមក៏បានរត់ចេញទៅយ៉ាងលឿនតែម្ដងឯងអាងាមតោះឆាប់ទៅវិញទៅកុំរករឿងគេអីខ្ញុំខ្លាចគេណាខ្លាចប្រភេទមនុស្សនឹងណាអូនឯងនេះមិនដឹងជាខាត់បងធ្វើស្អីទេបងចង់តែចាត់ការវាចាញ់ដែលវាហ៊ានធ្វើបាបអូនឆាប់ទៅផ្ទះវិញទៅបងខ្ញុំខ្លាចណាស់បើអញ្ចឹងបងនាំអូនទៅផ្ទះវិញតោះនិយាយចប់អ្នកទាំងពីរក៏បានចាកចេញទៅផ្ទះនាងភ្នីនេះសំណាងហើយដែលគូទៅដឹងខ្លួនឯងទៅទាន់បើមិនអញ្ចឹងទេខ្លួនឯងនឹងចប់ហើយមនុស្សនេះពិតជាអាក្រក់មែនកូនឯងបានធូរខ្លះឬនៅកូនស្រីខ្ញុំលេងអីហើយម៉ែខ្ញុំមិននឹកស្មានថាមិត្តភក្តិដែលធ្លាប់ស្គាល់រៀនជាមួយគ្នាគេនាំខ្ញុំទៅឲ្យអ្នកផ្សេងធ្វើបាបព្រោះតែលេងអញ្ចឹងសោះហើយក៏មិននឹកស្មានថាលុយអាចទិញផ្ដាច់ទំនាក់ទំនងដែលធ្លាប់មានកន្លងមកនោះបានចងាយទៀតខ្ញុំពិតជាខូចចិត្តខ្លាំងណាស់បងសុំទោសដូចគ្នាព្រោះតែបងទៅអូនខ្លាយទៅជាបែបនេះតទៅបងមិនតិចសទៀតទេបងនឹងជឿជាក់លើអូនគ្រប់រឿងអត់ទោសឲ្យបងផងណាខ្ញុំមិនខឹងនឹងបងទេខ្ញុំលើកលែងទោសឲ្យបងបានព្រោះបងក៏លុបលាងកំហុសដោយការជួយខ្ញុំមកនេះរួចហើយប៉ុន្មានថ្ងៃក្រោយមកនាងងាមនិងផាត្រូវបានចាប់ពីបទដែលលួងលោមយកមនុស្សទៅឲ្យគេបំពេញរាងកាយរីឯនាងងាមត្រូវចាប់ដាក់ឃុំឃាំងមួយរយៈដូចគ្នាដែលបំពេញធ្វើបាបមនុស្សស្រីជាច្រើនខែកន្លងផុតទៅនាយជំនោនិងនាងភ្នីក៏បានរៀបការជាមួយគ្នារួចស្រេចតែម្ដងនៅមុខផ្ទះកូនឪម៉ែឯងនៅណាហេតុអីក៏មិនឃើញសោះអញ្ចឹងយេប៉ែនេះបាត់តាណាទៀតហើយណោះតោះទៅរកម៉ែឯងជាមួយឪកូនសម្លាញ់មិនបាច់រកទេខ្ញុំមកវិញហើយបងឯងនេះគ្រាន់តែខ្ញុំដើរបាត់មួយផ្លេតក៏មិនបានដែរបាត់មុខយ៉ាងម៉េចបានបើស្រឡាញ់ប្រពន្ធបងស្អាតសឹងអីទៅហើយនឹងបើស្រឡាញ់ទុកចិត្តជឿជាក់លើគ្នាផងគិតថាមិនដឹងមែនដែលចង់ចេញតាមរកនោះព្រោះតែខ្លាចខ្ញុំនៅជាមួយមនុស្សប្រុសមែនឬអត់អត់ទេអូន
អូនឯងកុំចេះតែចោទប្រកាន់មកលើបងបែបនេះមើលបងជឿជាក់លើអូនឯងសឹងអីទៅហើយនឹង បានតែមាត់ទេមុខនេះ មាត់បងក៏បានស្អីផ្សេងក៏កើតដែរ មនុស្សឆ្លើយនាពេលនោះគ្រួសារពួកគេក៏រស់នៅជាមួយគ្នាដោយសេចក្តីសុខដែលលុយមិនអាចយកមកទិញបានឡើយដោយការជឿជាក់មកលើគ្នា